ព្រានកូរ៉េក្នុងនាមអង្គការសហប្រជាជាតិដើម្បីទប់ទល់ពួកកុម្មុយនីសកុំឲ្យឈ្លានពានកូរ៉េខាងត្បូងនៅឆ្នាំ1960សង្គ្រាមត្រជាក់បានឈានរាលដាលប្រទេសវៀតណាមប្រទេសនូវែលសេឡង់ក៏បានបញ្ជូនទ័ពរបស់ខ្លួនទៅការពារប្រឆាំងកុម្មុយនីសវៀតណាមខាងជើងដែលពង្រីកសង្គ្រាមចូលវៀតណាមខាងត្បូងក្នុងក្របខ័ណ្ឌនៃសមាជិកសន្ធិសញ្ញា ANZUS ជាមួយនឹងសហរដ្ឋអាមេរិកទៀតនៅឆ្នាំ1967ប្រទេសនូវែលសេឡង់បានបង្កើតអត្តសញ្ញាណជាតិផ្នែកហិរញ្ញវត្ថុមួយដោយឈប់ប្រើក្រដាសប្រាក់លាវស្តេលីងដែលជារូបិយប័ណ្ណរបស់អង់គ្លេសប្ដូរមកប្រើប្រាស់ប្រាក់ដុល្លារនូវែលសេឡង់វិញនយោបាយប្រទេសនូវែលសេឡង់សពថ្ងៃគឺបានបញ្ជាភាពកខ្វក់បរិស្ថានភាពក្រីក្រចំនួនពូជសាសន៍និងកាត់បន្ថយកំណើនប្រជាជនទីក្រុងជីវភាពខ្ពស់មានសេវាសុខភាពព្យាបាលដែលអត់បង់ថ្លៃប្រាក់ចំណូលនៃប្រជាជនម្នាក់ៗមានកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួននៅលើពិភពលោកលើកលែងតែសហរដ្ឋអាមេរិកនិងកាណាដាចំនួន 70% នៃប្រជាជនមានរថយន្តនិងមានផ្ទះផ្ទាល់ខ្លួនគេច្រើនតែរស់នៅលើដីឡូដែលមានសួនច្បារនៅទីក្រុងប្រជាជនរស់នៅតាមអគារខ្ពស់ៗដែលមានទូទឹកកកម៉ាស៊ីនបោកកាក់គក់និងគ្រឿងអេឡិចត្រូនិកនៅទីក្រុងធំៗសម្បូរភោជនីយដ្ឋានរង្គនេសាទរោងកុននិងល្ខោនប្រទេសនូវែលសេឡង់ជាប្រទេសដែលចិញ្ចឹមចៀមច្រើនបំផុតលើពិភពលោកពីព្រោះប្រទេសនេះសម្បូរដោយវាលស្មៅធំភេសជ្ជៈដែលគេនិយមបំផុតគឺតែនិងស្រាបៀរប្រជាជននូវែលសេឡង់ចូលចិត្តធ្វើដំណើរកម្សាន្តទៅខាងក្រៅជាពិសេសចុងសប្តាហ៍គ្រួសារនីមួយៗតែងតែមានទូមួយសម្រាប់ដំណើរកម្សាន្តមានបោះតង់ឡើងភ្នំនិងស្ទូចត្រីប្រជាជនភាគច្រើនមានចំណូលចិត្តខាងកីឡាដូចជាបាល់ទាត់ហែលទឹកឬវាយសីជាដើមនៅក្នុងវិស័យអប់រំសិស្សទាំងអស់មានសិទ្ធិចូលរៀនក្នុងសាលាតាំងពីថ្នាក់មត្តេយ្យសិក្សាបឋមសិក្សានិងមធ្យមសិក្សាស្ថិតនៅលើទីតាំងតែមួយផលិតផលនាំចេញទៅលើទីផ្សារអន្តរជាតិប័រប្រមាសាច់និងរោមជាពិសេសទៅប្រទេសអង់គ្លេសទទួលបានប្រាក់ចំណូលយ៉ាងច្រើនប្រទេសនូវែលសេឡង់សម្បូរទៅដោយធនធានធម្មជាតិដូចជាសម្បូរដីជីជាតិសម្រាប់កសិកម្មជាច្រើនប្រភេទឬស្មៅជើងជ័យសម្រាប់ចិញ្ចឹមសត្វត្រីឈើជាប្រភពនាំឈើមួយចេញប្រទេសនេះចិញ្ចឹមចៀម55លានក្បាលគោ9លានក្បាលនៅតាមកសិដ្ឋានធំៗជាច្រើនកសិដ្ឋានចិញ្ចឹមសត្វយកទឹកដោះមានទំហំមិនលើសពី40ហិកតាគឺខុសគ្នាពីកសិដ្ឋានចិញ្ចឹមយកសាច់ពីរោមដែលមានទំហំរហូតដល់ទៅ20,000ហិកតាហើយភាគច្រើនគឺ